ទាំងអស់គ្នាគិតថាអាសនលកូនតមីតូចហ្នឹងនឹងបន្តកាន់កាប់នាំមុខនៅកពូតារាងនេះបានយូរដល់កម្រិតណាខណៈដែល City កំពុងតាមចាក់កតុយយ៉ាងកកិកកិតហើយ Real មកសម្លាញ់ទាំងពីរ Liverpool និង United កំពុងតែរីរកនៅវិថីដើម្បីត្រឡប់ទៅកាន់ Top 4 វិញតែគេក៏នឹងត្រូវឆ្លងកាត់ក្រុមដូចជា Aston Villa Chelsea ដែលមាន form ការលេងដ៏ឥតខ្ចោះបូករួមនឹង Crystal Palace ដែលស្វិតងាយស៊ីដូចគ្នាហើយកំពុងក្រាញនានានៅឯលំដាប់ទី5នឹងទៀតគណៈពេល Spurs វិញកំពុងដុនដាបយ៉ាងក្រៃលែងហើយនេះគឺ Premier League 2025-2026 The Series មួយក្នុងចំណោម Series ដែលខ្ញុំចង់ធ្វើដូចគ្នាខ្ញុំចង់ប្រមូលបងប្អូនញាតិមិត្តមកផ្សាយអារម្មណ៍តាមរយៈការតាមដានការប្រកួត Premier League ពីមួយសប្តាហ៍ទៅមួយសប្តាហ៍តាមដាននៃការវិវត្តដំណើររបស់ក្រុមនីមួយៗការជួបប្រទះនឹងបញ្ហាការត្រាំត្រែងងើបចេញពីសម្ពាធការរកគ្រាប់បាល់ស្ថិតិនិងជ័យជំនះដែលបានមកយ៉ាងស្វិតស្វាញអស់ហ្នឹងហើយយើងនឹងចាប់ផ្ដើមដំណើរមួយនេះពីសប្តាហ៍ទី16នេះតទៅហើយសម្រាប់សប្តាហ៍ដំបូងនេះយើងនឹងទៅមើលការប្រកួតមួយដ៏ Classic ដែល program បានពជាយូជាងគេឯងធ្លួយទៅដល់វេលារាត្រីទៀបភ្លឺនៃព្រឹកថ្ងៃអង្គារវេលាម៉ោង3នៃព្រះរាជាណាចក្រកម្ពុជាយើងនោះគឺជំនួបរវាង Manchester United និង AFC Bournemouth ការប្រកួតនេះធ្វើឡើងនៅដី Man U រោងល្ខោននៃក្រីសុបិន Old Trafford ក្រុមកសែភ្នែកអ្នកមើលជាង7ម៉ឺននាក់មុនការប្រកួតឈានចូលមកដល់សម្រាប់ Man U ដែលរដូវកាលនេះក្រុមការដឹកនាំរបស់ Amorim ហាក់ដូចជាឃើញពលឺនៃចុងឧម៉ូងក្រោយពីកីឡាករហាក់ដូចជាស៊ាំនឹងប្រព័ន្ធលេងបាត3ដែលតម្រូវឲ្យខ្សែការពារមានតំណែងគ្នានៅលើទីលានដ៏សកម្មមានសមាធិក្នុងការលេងខ្ពស់ហើយព្យាយាមបិទនៅគ្រប់ចន្លោះការបញ្ជូនបាល់របស់គូបដិបត្តិឲ្យបានសូម្បីតែ form ការលេងកម្រិតខ្ពស់របស់បងធំ Casemiro ហាក់ដូចជាត្រឡប់មកវិញដូចគ្នាធ្វើឲ្យប្រព័ន្ធលេងរបស់ Man U មានលំនឹងដល់ឈរជា anchorman ចាំតបជាប់ពីតំបន់ការពារឡើងទៅប្រយុទ្ធក៏ដូចជាការផ្ដាច់បាល់និងព្រមទាំងជា support សម្រាប់ Bruno Fernandes ដែលបានសម្រួលធ្វើឲ្យការលេងប្រយុទ្ធនៅខាងលើនឹងវាប្រកបទៅយ៉ាងរលូនវាគឺពិតជាការប្រកួតមួយដ៏សំខាន់សម្រាប់ក្រុមដែលឈរនៅលេខ8មួយនេះពិតជាត្រូវការ3វត្ថុដ៏សំខាន់និងជាខ្លាំងដើម្បីហក់រំលងក្រុមដូចជាសម្លាញ់ Liverpool Crystal ដើម្បីទៅឈរនៅលេខ5វិញហើយមាន28វត្ថុស្មើនឹង Chelsea តែគ្រប់យ៉ាងពិតជាមិនស្រួលទេដោយគូបដិបត្តិដែលគេនឹងជួបនឹងគឺ Bournemouth ក្រុមដែលការពាររដូវកាលមុនល្បីថាមានកងការពារយ៉ាងតឹងណែនហើយមានការ style ការលេងដែល unique មិនងាយនឹងចោះញោមបោះបាល់ដែលច្រើនមានការ attack បាល់ដ៏អង់អាចដោយប្រើកាយសម្បទាខ្ពស់គូពេកក៏តែងព្យាយាមបញ្ចេញបាល់នៅដែនទី3របស់គូបដិបត្តិត្រឡប់មកវិញបូកផ្សំនឹងការព្យាយាមកាត់ផ្តាច់ចង្វាក់លេងរបស់គូប្រឈមនៅគូពេកដែលចាំបាច់ហើយជានិច្ចការតែងឃើញកំពុងបាល់តស៊ូជាមួយនឹងក្រុមធំៗដោយឥតរអាតែយ៉ាងណាមិនចាប់ផ្ដើមរដូវកាលថ្មីវាហាក់ដូចជាមិនទាន់រកឃើញនៅស្ថិរភាពរបស់ក្រុមនៅឡើយក្រោយពីបានរបូតផ្នែកសំខាន់នៃក្រុមដូចជា Dean Howson ទៅកាន់ Real Madrid ដំណេកស្រឡាញ់គេទៅកាន់ Spurs និង Milos Kerkez ទៅ Liverpool ជាដើមវាប្រកបជាការឈឺក្បាលទៅកាន់គ្រូបង្វឹក Andoni Iraola ជាខ្លាំងសម្រាប់ក្រុមទាំងពីរប្រវត្តិជួបគ្នាសរុបចំនួន23លើដោយក្នុងនោះ Man U គ្របដណ្ដប់ដោយឈ្នះ15ស្មើ4ហើយត្រូវបានតដៃទៅវិញពី Bournemouth ចំនួន5លើកជួបគ្នាលើដំបងត្រូវត្រឡប់ទៅមើលតាំងពីជាង80ឆ្នាំមុនក្នុងពានរង្វាន់ FA Cup ដោយ Man U កាលនោះលុត Bournemouth ដល់ទៅ 6-0 ដោយពួកគេត្រូវចាំអស់ជាង70ឆ្នាំរាប់ពីកាលនឹងមកមុននឹងអាចជួបគ្នានៅក្នុងលីកជាលើកដំបូងដោយកាលនោះ Bournemouth បានប្រមូលឡើងមកលេងនៅក្នុង Premier League ជាលើកដំបូងកាលពីឆ្នាំ2015ដោយបានសក្តានុពលឈ្នះ Man U 2-1 ទៀតជួបគ្នា4លើកចុងក្រោយ Man U អត់ទាន់ស្គាល់ភាពថាឈ្នះទៅលើ Bournemouth ទេដោយគេត្រូវបានដាក់ខ្ទប់ 3-0 ដល់ក្នុងដី2លើកទួនគ្នាទៀតផងថ្ងៃប្រកួតក៏បានមកដល់ Man U ក៏នៅតែប្រើទម្រង់បាត3អញ្ចឹងគ្រាន់តែថាវត្តមានខ្សែការពារសំខាន់ដូចជា Harry Maguire The Ligt ធ្វើឲ្យគ្រូ Amorim ត្រូវប្រើអាក្មេង Heaven និង Euro នៅកណ្ដាលនិងស្ដាំជំនួសវិញហើយខាងឆ្វេងឈរជើងដល់ Shaw ប្រកួតនេះ Chesko អត់ទាន់បានចាប់ផ្ដើមជំរឿដំបូងជា target man ទេតែគ្រូ Amorim បានប្រើដៃគូដៃកង Mbeumo និង Cunha នៅខាងលើហើយមាន Mason Mount នៅចាំបំលាស់ទីនៅខាងឆ្វេងហើយម្ដងមកកាតែងឃើញបំលាស់ទី cut in ចូលមកកណ្ដាលដោយមានអិសរៈរីឯឆ្វេងស្ដាំមាន Dalo និង Ahmad ដោយកណ្ដាលពីរអ្នកមាន Bruno និង Casemiro រីឯខាង Bournemouth មកនៅទម្រង់ 4-2-3-1 កាពីតានគឺ Adam Smith អតីតយុវជនវ័យក្មេងជម្រើសជាតិតកំណែអង់គ្លេសខាងលើមាន Ivan Nelson ហើយខាងឆ្វេងគឺ Semenyo ដែលគ្មានចំណែកក្នុងការរកគ្រាប់បាល់មកអស់ជាង7ប្រកួតហើយការប្រកួតចាប់ផ្ដើមការចេញពីជើងរបស់ Bournemouth គេទាត់ direct ឡើងទៅលើបដ ாய் លំពឹងនឹងត្រង់បាល់នឹងមកវិញដើម្បីធ្វើការវាយប្រហារតែខាងបាត3 Man U រៀងច្បាស់ដែរក៏មិនបកកកំហុសជាដងកំភួនអីដែរលេងទៅលេងមកបាន2នាទីខាង Man U មានឱកាសសំខាន់មួយការចេញពី Bruno បដ ாய் ឲ្យ Cunha ហើយ Cunha មិនបង្អស់បោះបាល់នឹងទៅលើឲ្យ Ahmad ដែល overlap ស្រាប់នៅខាងស្ដាំ Ahmad បញ្ជូនបន្តទៅ Mbeumo តែបាល់នឹងវារៀងអកសើទៅខាងក្រោយ Mbeumo តិចធ្វើឲ្យខកខានឲ្យបានទាត់ទេតែ Mbeumo ក៏សម្រេចតម្លាក់ឲ្យ Bruno ដើម្បីទាត់តែក៏នៅតែទាត់ទៅប៉ះនឹងរបាំងរបស់ Bournemouth ធ្វើឲ្យខកខានកន្លែងហ្នឹង Bruno ចាប់ផ្ដើមឡំប៉ា
តាមតលាប់របស់គេគេគិតថាកន្លែងហ្នឹងវា handball តែខាងអាយ៉ាកដាសៃមិនហ៊ូបប្រាប់ថាបានហ្នឹងវាធម្មជាតិខាងខ្សែការពារបលមកអត់បានចេញកាយវិការរារាំងបានអីទេបាល់ផ្លាតទៅប៉ះនឹងដៃខ្លួនឯងអញ្ចឹងទៅកន្លែងហ្នឹងវា ball to hand ប្រឡងទៅបានប្រហែលនាទីដាឡូតបានបាល់ពី Casemiro ហើយសាប់ឆ្វេងស្ដាំហើយសម្រាប់ចិត្ត cross បាល់ចូលទៅក្នុងប្រអប់គ្រោះថ្នាក់របស់ Bournemouth កន្លែងនេះអាម៉ាត់ឈូសាឡាស់របស់អ្នកឯងថែមចូលស្នាមទីផ្លុកកន្លែងនេះយើងមើលឃើញពីអត្ថប្រយោជន៍របស់ការលេងប្រព័ន្ធបាល់3ដែលផ្ដល់សិទ្ធិទៅដល់ស្លាបឆ្វេងស្លាបស្ដាំឡើងមក overlap ខ្ពស់ជាងធម្មតាគាត់ទៅថាពេលខ្លះត្រូវការតម្រូវឲ្យស្លាបហ្នឹងព្យាយាមរត់ចុះឡើងច្រើនដើម្បីពេលប្រយុទ្ធត្រូវការឡើងមកជួយប្រយុទ្ធពេលណាដែលត្រូវការពារចុះមកការពារអញ្ចឹងទៅវាត្រូវការប្រើនៅពលៈកម្លាំងខ្ពស់មកដល់ចំណុចនេះតាមរយៈការតាមដានមកជាច្រើនប្រកួតគិតថានៅខាងឆ្វេងដាឡូនិងដគូនេះនៅអត់ទាន់គ្រប់គ្រាន់សម្រាប់ Man U ក្នុងការប្រើប្រាស់ហើយអញ្ចឹងទៅសង្ឃឹមថានៅទីផ្សារដោះដូរខាងមុខ Man U នឹងរកបានកីឡាករថ្មីមកជំនួសនៅតំណែងកន្លែងហ្នឹងហើយបន្ទាប់ពីរកបាននៅគ្រាប់នាំមុខនៅនាទីទី13ខាង Man U ក៏មានឱកាសល្អៗជាច្រើនលើជាច្រើនសារទៀតគ្រាន់តែថាខាងលើរបស់ Man U ខាងប្រយុទ្ធហ្នឹងដូចជា Ambumo Cunha ឬក៏ Mason Mount តែងប្រើប្រាស់ឱកាសហ្នឹងដោយខ្ជះខ្ជាយហើយដោយដែលយើងដឹងស្រាប់ហើយការលេងបាននៅពេលដែលយើងសុទ្ធគេអត់ចូលតែពី3លើកវាចាប់ផ្ដើមធ្វើឲ្យខូច momentum ហើយច្បាស់ណាស់តាទៅគេអត់បានតែពី3លើកគេមកវិញដូចគ្នាដែរនៅនាទីទី30ជាងលោកឆោខូចបានដែរមិនគួរឲ្យខូចនៅចំពាក់កណ្ដាលតារាងធ្វើឲ្យខាងប្រយុទ្ធរបស់បលមកSemenyo ឆក់យកគ្រាប់បាល់ហ្នឹងហើយអស់មកខាងលើដោយខ្លួនឯងហើយទាត់ទម្លុះអ្នកចាំទី Lamen របស់ Man U យ៉ាងស្អាតហើយជាការតាមស្មើនៅនាទីទី34ហ្នឹងឯងស្ថានភាពពេលហ្នឹងដូចជាអត់មានអីសោះខាងបលមកអត់មានអីមកបៀកជាមួយនឹង Man U ទេតែដោយសារតា detail តិចតួចហ្នឹងវាធ្វើឲ្យខាតការធំហើយSemenyo ដែលទាត់អត់ចូល7ប្រកួតហើយស្រាប់តែមកទាត់ចូលនៅពេលប៉ះ Man U រឿងហ្នឹងវាគួរឲ្យយើងគិតដែរហើយការប្រកួតក៏បន្តទៅខាងមុខអបបន្លាយរហូតដល់ចុងតង់ទី1នៅពេលដែល Man U បានបាល់ឈងលើកបាល់ឡើងមកដោយ Bruno ហើយ Casemiro ដែលបកកែខាង Rossi រឿងតែបាល់ហ្នឹងក៏តែបាល់ចូលទៅផ្លុកហើយការប្រកួតក៏ចប់វគ្គទី1ទៅដោយ Man U នាំមុខ Bournemouth ដោយលទ្ធផល2-1ចាប់ផ្ដើមតង់ទី2មិនទាន់បានស្រួលបួរផង Man U មិនទាន់ងើបពីដេកមិនទាន់បានដកដង្ហើមស្រួលបួរផងស្រាប់តែខាងប្រយុទ្ធរបស់ Bournemouth Evanescence ហៅគ្រាប់បាល់តាមស្មើឲ្យខាង Bournemouth បានសម្រាប់នៅខាង Man U របបការគ្រប់គ្រងបាល់នៅចំតំបន់កណ្ដាលធ្វើឲ្យខ្សែបម្រើខាង Bournemouth មានឱកាសចោះបាល់មកប្រឡោះទៅឲ្យខាងប្រយុទ្ធរបស់ Bournemouth Evanescence ទាត់ចូលទីបានសម្រាប់ហើយកន្លងទៅបានមិនបានប្រមាណនាទីខាងខ្សែការពាររបស់ Man U ខូចបាល់ម្ដងទៀតធ្វើឲ្យខាង Bournemouth អស់បាល់ឡើងមកដោយ Tavernierហើយទៅដល់នៅលើដបូលទុកទៅហើយស្រាប់តែ Casemiro សម្រាប់ចិត្តផ្ដាច់បាល់កន្លែងហ្នឹងទទួលយកការលឿងធ្វើឲ្យខ្លួនឯងខកខានក្នុងការចូលលេងទល់នឹង Aston Villa នៅប្រកួតបន្ទាប់ហើយតាវិញនេះដែលអស់បាល់ឡើងមកលើខ្លួនឯងនឹងក៏ទាត់បាល់ free kick កន្លែងហ្នឹងបញ្ចូលទីបានសម្រាប់ទៀតធ្វើឲ្យ Bournemouth បើកការនាំមុខត្រឡប់ទៅវិញទៅលើ Man U 3-2កន្លែងនេះបើសិនជា Man U កាលពីរដូវកាលមុនប្រកាសជាបោះបង់ហើយរៀងបាក់ទឹកចិត្តទៅដោយសារតែតាំងពីនាំមកគេរហូតដល់គេនាំមកវិញប្រហែលជា momentum ឡើងមានហើយសម្រាប់ Man U កាលពីរដូវកាលមុនតែវាខុសប្លែកជាមួយនឹង Amorim ហើយនឹងកូនខំនៅក្នុងរដូវកាលនេះគឺឃើញថា Man U បើកការវាសម្រុកទៅលើខាង Ball មកយ៉ាងខ្លាំងក្លាហើយការព្យាយាមតែងផ្ដល់មកនៅក្តីសម្រេចនៅនាទីទី70នៅពេលដែលខាង Man U បានបាល់ free kick នៅលើដបូលទូកខាងឆ្វេងរបស់ Bournemouth ហើយបន្ទាប់មក Bruno Fernandes ទាត់កោងសំដៅទៅលើមុំកៅខាងស្ដាំរបស់ Bournemouth យ៉ាងស្អាតធ្វើឲ្យ Man U តាមស្មើ3-3ទៅលើ Bournemouth មានរឿងមួយដែលកត់សម្គាល់ទៅលើ Man U នៅពេលដែលអត់មាន target man ដូចជា Sesko Man U ព្យាយាមលេងបាល់ cross ច្រើនលើកជាច្រើនសារតែនៅពេលដែលដូរ Sesko ចូលមកដែលជាកីឡាករមានកម្ពស់ខ្ពស់ហើយចាំទ្រាំបាល់នៅក្នុងប្រអប់គ្រោះថ្នាក់របស់ Bournemouth បែរជាខាងស្លាបរបស់ Man U អត់សូវលេងបាល់ក្រោបប្រមាណទេធ្វើឲ្យ Benjamin Sesko ទម្លាក់ចុះមកយកបាល់ដើម្បីយកឡើងទៅប្រយុទ្ធខ្លួនឯងទៀតហើយវាជាចំណុចចាប់ផ្ដើមនៃគ្រាប់បាល់ទី4របស់ Man U ដែល Sesko ទៅពួកបាល់ពីខាងក្រោមមកហើយបដាបាល់ឡើងមកលើខ្លួនឯងបោះបាល់បន្តទៅឲ្យCunha ក៏ទាត់បញ្ចូលទីគ្រាប់ទី4បានសម្រេចកន្លែងហ្នឹង momentum បានត្រឡប់មកខ្លាយជារបស់ Man U ដោយនាំមុខម្ដងទៀត4-3
គ្រប់គ្នាគិតថា Man U នឹងឈ្នះការប្រកួតនឹងហើយទទួលបាន3ពិន្ទុតែដោយសារអវត្តមានរបស់ Casemiro ដែលដូរចេញទៅធ្វើឲ្យកណ្ដាលរបស់ Man U អត់បាត់បង់នៅលំនឹងហើយមានប្រឡោះជាច្រើនដែលធ្វើឲ្យខាងគូប្រកួតចោះធ្លុះទៅបានហើយនោះគឺជាការតាមស្មារតីរបស់ Bournemouth នៅនាទីទី83ដោយកីឡាករ Eli Junior QP ដែលទើបតែបដូរចូលមកហើយលេងទៅលេងមកក៏មិនមានណាធ្វើអីគ្នាបាន Man U ប៊ីសតែនឹងធ្លាយគ្រាប់ទី5ទៀតតែបានអ្នកចាំទីរបស់ Man U ឡាមែនជួយសង្គ្រោះបានមួយលើកជា2លើកធ្វើឲ្យ Man U និង Bournemouth ស្មើគ្នា4-4នៅបញ្ចប់ការប្រកួតតង់ទី2ហ្នឹងវាគឺជារឿងដែលគួរឲ្យខកចិត្តសម្រាប់ Man U ដែលអាចទទួលបាន3ពិន្ទុពីការប្រកួតមួយហ្នឹងតែទោះជាយ៉ាងណាក៏ដោយមកពិន្ទុនឹងវាធ្វើឲ្យ Man U គ្រប់គ្រាន់ដែលឡើងមកឈរនៅចំណាត់ថ្នាក់លេខ6នៅចំពីលើមាត់សម្លាញ់ Liverpool ហើយមកពិន្ទុសម្រាប់ Bournemouth នេះវាក៏សំខាន់ដែរដែលនឹងមកបង្កើនកម្រិតពីតំបន់កាត់ចោលចំនួន8ពងថែមទៀតចប់ការប្រកួត Premier League សប្តាហ៍ទី16យើងឃើញថាក្រុមដែលបន្តនាំមុខនៅលើកំពូលតារាងក៏នៅតែជា Arsenal តាមដោយ Man City ដែលមាន34ពិន្ទុក្រោយ Arsenal ចំនួន2ពិន្ទុហើយតំណែងលេខ3គឺ Aston Villa មាន33ពិន្ទុហើយលេខ4លេខ5លេខ6គឺ Chelsea Crystal និង Man U ហើយលេខ7គឺ Liverpool របស់យើងនឹងឯងហើយ3ក្រុមដែលស្ថិតនៅតំបន់កាត់ចោលគឺ West Ham, Burnley និង Wolverhampton ដោយ Wolverhampton Wanderers ឆ្លងកាត់16ពិន្ទុមានត្រឹមតែ2ប្រកួតប៉ុណ្ណោះចាញ់អស់14ប្រកួតទៅហើយវាអាចរាប់ថាជាកំណត់តាដែលព្រមផុតសម្រាប់ក្លឹបនៅក្នុង Premier League ដែលកើតមានអស់ជាច្រើនទសវត្សរ៍យើងនឹងទៅមើលការប្រកួតសំខាន់ៗនៅក្នុងសប្តាហ៍ក្រោយដែលនឹងចាប់ផ្ដើមប្រកួតនៅចុងសប្តាហ៍ថ្ងៃសៅរ៍នេះបើកឆាកល្ងាចថ្ងៃសៅរ៍វេលាម៉ោង 7:30 នាទីដោយគូ Newcastle និង Chelsea ដោយកន្លែងនេះ Chelsea ពិតជាត្រូវធ្វើការធ្ងន់ដោយនឹងហោះទៅលេងនៅទឹកដី Newcastle St James Park ដែលល្បីថាមានបរិយាកាសក្រុមម្ចាស់ផ្ទះដែលពោពេញទៅដោយធម្មពលនិងការសេឃ្លាននៅជ័យជំនះគួរសំខាន់មួយទៀតដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យរវាង Tottenham និង Liverpool ដែលពួកនេះ Liverpool នឹងត្រូវធ្វើដំណើរទៅកាន់ Spurs Stadium នៅតំបន់ទីក្រុងឡុងភាគខាងជើងហើយវាគឺជាការប្រកួតដ៏សំខាន់សម្រាប់ទាំង Spurs និង Liverpool ដើម្បីបន្តដង្ហើមក្នុងការប្រជែងតំបន់ Top 4ប្រកួតសំខាន់មួយទៀតគឺរវាង Arsenal និង Everton ដោយប្រកួតនេះ Arsenal ត្រូវហោះទៅតំបន់ Merseyside ទៅ Stadium ថ្មីរបស់ Everton ប្រកួតនេះ Arsenal ចាំបាច់ត្រូវការ3ពិន្ទុដើម្បីបន្តការនាំមុខនៅលើកំពូលតារាងរបស់គេហើយប្រកួតសំខាន់ចុងក្រោយអាចរាប់ថាជាគូឯកប្រចាំសប្តាហ៍ប្រកួតនេះ Man U នឹងត្រូវធ្វើការធ្ងន់ដោយ form របស់ Aston Villa កំពុងឡើងយ៉ាងខ្ពស់ដដែលហើយដោយឡែក Aston Villa ក៏មិនត្រូវមើលស្រាលទៅលើ Man U ដែរដោយសារតែខាង Man U មានប្រព័ន្ធប្រយុទ្ធមួយដែលរីកចម្រើនខ្លាំងជាងមុនយ៉ាងគួរឲ្យកត់សម្គាល់ទាំងខាង Aston Villa និង Man U 3ពិន្ទុនេះវាពិតជាសំខាន់សម្រាប់ Aston Villa គេត្រូវការ3ពិន្ទុនេះដើម្បីបន្តដង្ហើមក្នុងការប្រជែងនៅលើពានរង្វាន់ Premier League ហើយខាង Man U ក៏ត្រូវការ3ពិន្ទុនេះដូចគ្នាដើម្បីបន្តសង្ឃឹមទៅលើដំណើរប្រជែងតំបន់ Top 4 របស់ខ្លួនហើយសម្រាប់ Premier League 2025-2026នៅក្នុងសប្តាហ៍នេះក៏មានតែប៉ុណ្ណេះយើងនឹងទៅតាមដានបន្តទៅលើការវិវត្តនៅលើតារាងពិន្ទុរបស់ Premier League នៅសប្តាហ៍ក្រោយជាបន្តទៀតហើយនេះគឺការសបោក Channel ដែលជឿថាបាល់ទាត់វាលើសពី90នាទីហើយហឹងហាវដែលកើតឡើងនៅក្នុងពិភពបាល់ទាត់នេះយើងជឿថាអាចយកមក apply នឹងការប្រែជីវិតរបស់យើងបានហើយសម្រាប់ថ្ងៃនេះមានតែប៉ុណ្្នឹងអរគុណច្រើនដែលតាមដានមកដល់ចំណុចនេះជួបគ្នាឱកាសក្រោយលាសិនហើយ